From អ្នកដែលមានឯកសារធំៗខ្ញុំគិតថានេះគឺជា storage cloud ដែលអ្នកគួរតែប្រើវាគឺជា Terabox ដែលផ្ដល់នូវទំហំផ្ទុកទិន្នន័យរហូតដល់មួយតេ free ឥតគិតថ្លៃមួយតេហើយសម្រាប់អ្នកដែលចង់ប្រើប្រាស់វាអាចស្ដាប់វីដេអូនេះសិនខ្ញុំនឹងរៀបរាប់ទាក់ទងជាមួយនឹង Terabox ហើយអ្នកទាំងអស់គ្នានឹងពិចារណាថាគួរប្រើវាឬក៏អត់ក្រោយពីស្ដាប់វីដេអូនេះហើយអញ្ចឹង Terabox ហ្នឹងគឺជាសេវាកម្មរក្សាទុកទិន្នន័យនៅលើមេឃឬក៏យើងស្គាល់ថាជា cloud storage ដែលវាមានលក្ខណៈដូចជា Google Storage លក្ខណៈដូចជា Dropbox ឬក៏ Apple Cloud អីជាដើមតែលក្ខណៈពិសេសរបស់ Terabox ហ្នឹងគឺមានផ្ដល់នៅទំហំឥតគិតថ្លៃរហូតដល់1 TB មានន័យថាយើងអាចប្រើបាន1024 GB សម្រាប់ទិន្នន័យឥតគិតថ្លៃហើយលើសពីហ្នឹងគឺយើងត្រូវធ្វើការបង់ប្រាក់ទេវាខុសពី Google Cloud ឬក៏ Apple Cloud អញ្ចឹងលក្ខណៈពិសេសនេះហើយដែលធ្វើឲ្យ Terabox ហ្នឹងវាមានការពេញនិយមលើការប្រើប្រាស់ប៉ុន្តែយើងងាកមកមើលពីគុណសម្បត្តិជាមួយនឹងគុណវិបត្តិផ្សេងៗទៀតដែលខ្ញុំនឹងបង្ហាញសម្រាប់គុណសម្បត្តិទី1យើងនិយាយពាក់ព័ន្ធជាមួយនឹងការផ្ដល់ជូននៅទំហំផ្ទុកទិន្នន័យដែលឥតគិតថ្លៃរហូតដល់ទៅ1 TB គឺស្មើនឹង 1024G ដែលឥតគិតថ្លៃនេះវាច្រើនខ្លាំងណាស់បើប្រៀបធៀបជាមួយនឹង Google Drive ដែលដល់ទំហំផ្ទុកទិន្នន័យត្រឹមតែ 15G ហើយនឹង iCloud មានត្រឹមតែ 5G ប៉ុណ្ណោះចំណុចមួយទៀតពាក់ព័ន្ធជាមួយនឹងការ auto backup អញ្ចឹងនៅក្នុង Terabox យើងអាចធ្វើការ auto backup ឲ្យរូបភាពឬក៏វីដេអូហ្នឹងវារត់ចូលទៅកាន់ Terabox ដោយស្វ័យប្រវត្តិនៅលើ app ទូរស័ព្ទរបស់យើងដោយវិធីសាស្ត្រនេះគឺការពារការខូចទូរស័ព្ទឬក៏ការបាត់បង់នៅ memory នៅលើទូរស័ព្ទអញ្ចឹងទៅចំណុចមួយទៀតពាក់ព័ន្ធជាមួយនឹងការផ្ញើឯកសារអញ្ចឹងនៅក្នុង Terabox យើងអាចផ្ញើឯកសារបានរហូតដល់ទំហំ 20GB អាហ្នឹងសម្រាប់គណនីដែលគាត់ជា Premier គេកញ្ចប់ដែលគាត់បង់ប្រាក់អញ្ចឹងគាត់អាចផ្ញើបានធំទៅឲ្យអ្នកដទៃបានយ៉ាងងាយស្រួលអត់មានបញ្ហាទេហើយល្បឿនរបស់វាគឺដើរលឿនមួយទៀតយើងនិយាយពាក់ព័ន្ធជាមួយនឹង platform អញ្ចឹងនៅក្នុង Terabox គឺវាមាន app មួយដែលយើងអាច install បានច្រើន install បានទាំងនៅលើ iOS Android Windows ឬក៏ web browser ក៏យើងអាចប្រើប្រាស់វាបានដែរតែឥឡូវយើងនិយាយអំពីគុណវិបត្តិវាម្ដងតើ Terabox ហ្នឹងគឺវាមានចំណុចខ្វះខាតឬក៏គុណវិបត្តិសម្រាប់ចំណុចទី1ដែលយើងត្រូវដឹងហ្នឹងគឺបញ្ហាពាណិជ្ជកម្មគឺ ad នៅក្នុងគណនី Free គឺយើងទទួលបានពាណិជ្ជកម្មញឹកញាប់ពេលដែលយើងបើកនៅកម្មវិធី Terabox ទៅគឺវាតែងតែលោតពាណិជ្ជកម្មមកហើយអានេះគឺរៀងសាមចិត្តដែរសម្រាប់យើងអ្នកប្រើប្រាស់ចំណុចទី2ទាក់ទងជាមួយនឹងការ download អញ្ចឹងទាក់ទងជាមួយនឹងល្បឿននៃការទាញយកគឺវារៀងយឺតសម្រាប់គណនីធម្មតាគឺ free ប៉ុន្តែបើយើងបញ្ជាប់ជាមួយនឹង Premier មានន័យថាយើង subscribe បញ្ចប់ប្រចាំខែគឺវាដល់ល្បឿនលឿនចំណុចចុងក្រោយទាក់ទងជាមួយនឹងសុវត្ថិភាពជាមួយនឹងឯកជនភាពរបស់យើងគឺក្រុមហ៊ុននេះជាក្រុមហ៊ុនរបស់ចិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Flytech នៅក្នុងប្រទេសជប៉ុនប៉ុន្តែវាជួបពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន Baidu របស់ចិនអញ្ចឹងអ្នកប្រើប្រាស់ខ្លះគាត់មានការព្រួយបារម្ភប៉ុន្តែអានេះខ្ញុំណែនាំឲ្យអ្នកនរគ្នាពេលដែលចូលប្រើប្រាស់គណនីរបស់គ្នាអាចដាក់ two factor អីចឹងទៅដើម្បីការពារសុវត្ថិភាពមកតង់សម្រាប់ការប្រើប្រាស់នៅលើ Terabox មួយនេះចំណុចទី3ដែលខ្ញុំចង់យកមកនិយាយនេះគឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់អញ្ចឹងការប្រើប្រាស់នេះសម្រាប់បងប្អូនដែលចង់ប្រើប្រាស់អ្នកនរគ្នាអាចទុកនៅឯកសារដែលយើងគិតថាវាមិនសូវសំខាន់ដូចជាវីដេអូរឿងភាពយន្តឬក៏ game អីដែលវាទាំងធំៗយើងអាចទុកនៅក្នុង Terabox ទៅហើយឯកសារដែលសំខាន់ដូចជាទិន្នន័យរបស់ក្រុមហ៊ុនឬក៏ព័ត៌មានផ្ទាល់ខ្លួនរបស់យើងកុំបាច់ដាក់ចូលទៅក្នុង Terabox អីព្រោះវាអាចមានហានិភ័យដែរដោយសារតែ Terabox នេះវាមិនស្ថិតនៅក្នុង cloud ដែលយើងគួរតែទុកចិត្តបាន 100% នោះទេឥឡូវនេះចូលមកនិយាយអំពីរបៀបនៃការតឡើង Terabox វិញអញ្ចឹងតើបងប្អូនចូល Google មកបន្ទាប់មកយើង search ពាក្យថា Terabox នៅក្នុងនេះ link ខាងលើគេនេះបងប្អូនចុចចូល link ខាងលើគេនេះមកហើយយើងរកពាក្យថា download បន្ទាប់មកយើង select យក Windows បាទអញ្ចឹងវានឹងធ្វើការ download automatic ហើយអានេះដោយសារខ្ញុំប្រើ IDM អញ្ចឹងខ្ញុំ start download ទៅបាទអញ្ចឹងបន្ទាប់ពីធ្វើការ download រួចរាល់យើងធ្វើការ install បាទអញ្ចឹងបងប្អូនចូល folder ដែលយើងបាន download មកចុចលើវា2ដងទៅដើម្បីធ្វើការ install នៅត្រង់ចំណុចនេះគឺយើង select យកទីតាំងដែលយើងត្រូវ install ខ្ញុំដាក់វា auto ហើយត្រង់នេះគឺវាមាន2ចំណុចទាក់ទងជាមួយទី1និងទី2នេះយើងគ្រីសប៉ុន្តែសូមដោះគ្រីសទី2ចេញទៅអានេះវាពាក់ព័ន្ធមួយ Microsoft Office ហើយទី1នេះគឺជា assistant វាជំនួយការរបស់យើងវាលោតឡើងដូចជា icon មួយនៅពេលយើងប្រើប្រាស់ Terabox បាទអញ្ចឹងវាធ្វើការ install ឲ្យខ្លួនវាហើយបន្តិចវានឹងលោតឡើងបាទអញ្ចឹងការ install យើងជោគជ័យហើយពេលដែលចូលដំបូងគឺវាតម្រូវឲ្យយើង log in ជាមួយនឹង mail ឬក៏ account ដែលយើងមានស្រាប់អញ្ចឹងសម្រាប់បងប្អូនដែលមាន account Gmail យើងអាចធ្វើការ log in ជាមួយ Gmail នោះក៏បានដែរឬក៏ដូចខ្ញុំធ្វើការ sign up ជាមួយនឹង mail ធ្វើការបញ្ចូលនៅ mail ដែលខ្ញុំត្រូវ log in ចូលអូខេហើយយើងចាំយកលេខកូដដែលវាផ្ញើចូលនៅក្នុង mail របស់យើងអញ្ចឹងខ្ញុំធ្វើការ log in ជាមួយនឹង mail មួយនេះហើយបន្តមកទៀតគឺ
វាទាមទារលេខកូដនេះអញ្ចឹងខ្ញុំធ្វើការចូលទៅកាន់ Gmail បាទយើងសួរលេខ Gmail មកបាទអញ្ចឹងយើងចូលទៅយកលេខកូដដែលក្រុមហ៊ុន Terabox វាផ្ញើមកអញ្ចឹងនេះគឺជាលេខកូដដែលក្រុមហ៊ុនផ្ញើមកខ្ញុំគឺ9434អញ្ចឹងខ្ញុំយកលេខកូដនេះទៅបញ្ចូលនៅក្នុង Terabox app បាទទៅរួចរាល់គឺវាតម្រូវយើង confirm នៅ password អញ្ចឹងយើងដាក់ password លើក្រោមនេះដូចគ្នាមកសម្រាប់ password ដែលមានសុវត្ថិភាពគឺតម្រូវយើងដាក់លេខអក្សរជាមួយសញ្ញាអញ្ចឹងទៅអានឹងវាទៅតាមសុវត្ថិភាពយើងដែរបាទទៅមកយើងចុច register ទៅបាទអញ្ចឹងគឺជោគជ័យហើយនេះការបង្កើត account គឺតែប៉ុណ្្នឹងទេហើយត្រង់នេះគឺជា app Terabox អញ្ចឹងនៅក្នុង app នេះគឺវាបែងចែកឲ្យយើងស្រាប់បាទអញ្ចឹងបើសិនជាយើង upload ទៅវាជាប្រភេទវីដេអូគឺវារត់ចូលទៅកាន់ folder វីដេអូដោយអូតូជាប្រភេទរូបភាពគឺវារត់ចូលទៅរូបភាពដោយអូតូអញ្ចឹងណាបាទអញ្ចឹងដើម្បីធ្វើការ upload នៅ file របស់យើងបានគឺយើងគ្រាន់តែចុច upload ទៅអានេះខ្ញុំធ្វើការបង្កើតនៅ folder មួយដើម្បីតេស្ត upload ចូលបាទអញ្ចឹងខ្ញុំធ្វើការបង្កើត folder ដាក់ឈ្មោះ IT អញ្ចឹងទៅអញ្ចឹងខ្ញុំចង់ upload ចូល folder ហ្នឹងខ្ញុំចូល folder ហ្នឹងមកហើយយើងចុចពាក្យថា upload ហើយយើង select file មួយមកហើយទៅរក file ណាដែលយើងចង់ upload អញ្ចឹងទៅឬក៏ឯកសារផ្សេងយើងបង្កើត folder ងាយស្រួលទេអានេះគឺមានកន្លែង icon select នៅលើបាទអញ្ចឹងវា upload មកគឺវាចូលអញ្ចឹងហើយបាទគឺងាយលឿនទេបាទអញ្ចឹងនេះគឺជា Terabox ហើយបងប្អូនចង់ប្រើអាចមើលវីដេអូហ្នឹងហើយធ្វើតាមវីដេអូហ្នឹងដែរអញ្ចឹងទំហំបន្ទុកវាគឺធំងាយស្រួលនៅក្នុងការប្រើប្រាស់ហើយសម្រាប់អ្នកមានឯកសារធំដូចខ្ញុំរៀបរាប់អញ្ចឹងគឺយើងដាក់តែឯកសារណាដែលមិនសូវសំខាន់តែបាទអរគុណច្រើន